បាទវគ្គនេះគឺជាវគ្គចុងក្រោយដែលត្រូវភ្ជាប់ទូរស័ព្ទទៅកាន់ភ្នាក់ងាររាយការណ៍ព័ត៌មានជាបន្តលោកបត្រាទី1ជួបជាមួយលោកពុទ្ធិដែលប្រចាំការនៅខេត្តកណ្ដាលបាទជួយសួរលោកពុទ្ធិបាទជំរាបសួរលោកបត្រាលោកសុខៈបាទសម្រាប់ព្រឹកនេះមានព័ត៌មានអ្វីដើម្បីធ្វើការជម្រាបជូនដែរបាទព្រឹកនេះសូមរាយការណ៍ពីខេត្តកណ្ដាលនិងខេត្តអានយ៉ានបានកិច្ចប្រជុំការងារ6ខែដល់ឆ្នាំ2013បាទសូមអញ្ជើញបាទអភិបាលរងខេត្តកណ្ដាលអាដាមនូសុខនបានដឹកនាំប្រតិភូខេត្តចូលរួមប្រជុំការងារ6ខែដល់ឆ្នាំ2013រវាងខេត្តអានយ៉ានប្រទេសវៀតណាមនិងខេត្តកណ្ដាលប្រជាជាតិកម្ពុជាដើម្បីបូកសរុបការងារនិងស្វែងរកចំណុចខ្លាំងនិងចំណុចខ្សោយក្នុងការអនុវត្តការងារកន្លងមកបាទមានមតិក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលសហប្រតិបត្តិការ6ខែដល់ឆ្នាំ2013និងលើកទិសដៅការងារ6ខែក្នុងឆ្នាំ2013រវាងខេត្តអានយ៉ាននិងខេត្តកណ្ដាលនៅសាលាខេត្តអានយ៉ាននៃសាធារណរដ្ឋសង្គមនិយមវៀតណាមកាលពីចុងសប្តាហ៍កន្លងទៅនេះរដ្ឋពូខេត្តកណ្ដាលអាដាមដឹកនាំដោយអាដាមនូសុខនបានលើកឡើងនៅបញ្ហាប្រឈមចំនួន3ចំណុចគឺទី1ករណីស្ដារព្រែកកឡាវលើកឡើងវិញដែលភាគីខាងខេត្តអានយ៉ានគម្រោងស្ដារនោះប្រឡងមកអាជ្ញាធរខេត្តកណ្ដាលបានសំណូមពរអាជ្ញាធរខេត្តអានយ៉ានអសកម្មភាពស្ដារព្រែកនេះដោយមូលហេតុតំបន់នេះមិនទាន់មានការកំណត់បោះបង្គោលព្រំដែនរបស់គណៈកម្មការចម្រុះបច្ចេកទេសបោះបង្គោលព្រំដែនប្រទេសទាំងពីរនៅឡើយបញ្ហាទី2គឺអាជ្ញាធរខេត្តទាំងពីរបានរកឃើញការទៀតជីកស្រះចិញ្ចឹមត្រីស្ថិតក្នុងតំបន់បោះបង្គោលព្រំដែនស្ថិតក្នុងព្រំព្រែកស្បូវឃុំសំពើពូលសកលធំខេត្តកណ្ដាលតែក្នុងករណីនេះអាជ្ញាធរខេត្តកណ្ដាលបានណែនាំដល់អាជ្ញាធរមូលដ្ឋានឲ្យធ្វើកិច្ចសន្យាបញ្ឈប់ការជីកស្រះនេះជាបន្ទាន់និងពុំអនុញ្ញាតឲ្យមានការទិញលក់ដីតំបន់ដែលមិនទាន់បោះបង្គោលឡើយនិងបញ្ហាទី3គឺការធៀបបូមខ្សាច់នៅចំណុចបង្គោលព្រំដែនលេខ241នៅច្រកព្រំដែនអន្តរជាតិក្អមសំណល់វិញគ្រឿងដោយខេត្តទាំងពីរបានខិតខំដោះស្រាយករណីបូមខ្សាច់ខុសច្បាប់នៅតំបន់នេះប៉ុន្តែ6ខែដល់ឆ្នាំ2013នេះសកម្មភាពលួចបូមខ្សាច់ហាក់នៅតែបន្តកើតឡើងជាពិសេសនៅពេលយប់បាទប្រតិប្រទេសវៀតណាមដឹកនាំដោយអាដាមលេវិញនឹងអនុប្រធានគណៈកម្មការយុជនខេត្តអានយ៉ានប្រទេសវៀតណាមបានឯកភាពទៅលើបញ្ហាប្រឈមទាំង3ចំណុចដែលបានលើកឡើងក្នុងកិច្ចប្រជុំនិងសន្យាថានឹងចូលរួមធ្វើកិច្ចសហប្រតិបត្តិការដោះស្រាយឲ្យកាន់តែប្រសើរឡើងចំពោះបញ្ហានេះផងដែរសូមបញ្ជាក់ថាប្រតិភូខេត្តទាំងពីរក៏បានចុះរូបកិច្ចការចុះហត្ថលេខាលើកំណត់ហេតុនៅកិច្ចប្រជុំផងដែរបាទចំពោះសេចក្តីរាយការណ៍របស់ខ្ញុំសូមបញ្ចប់តែត្រឹមប៉ុណ្ណេះបាទសូមជម្រាបលាបាទជម្រាបលាលោកដែលបានធ្វើសេចក្តីរាយការណ៍តាក់ទងជាមួយនឹងការប្រជុំនៅក្នុងប្រទេសវៀតណាមអរគុណច្រើនលោកពុទ្ធិហើយមិញបើសិនជាយោងទៅតាមរូបភាពយើងឃើញមាននារី2នាក់អមសងខាងហើយហុចសម្រាប់កាន់អនុសារណៈដើម្បីឲ្យការដឹកនាំលោកចុះហត្ថលេខាហ្នឹងណាហើយឃើញតែមាននារីវៀតណាមហើយអត់មាននារីខ្មែរយើងគួរតែមាននារីខ្មែរម្នាក់នារីវៀតណាមម្នាក់ទៅដើម្បីឲ្យវាសមភាពស្មើភាពគ្នាបាទអរគុណឥឡូវសូមអនុញ្ញាតជួបជាមួយភ្នាក់ងាររាយការណ៍ព័ត៌មានចុងក្រោយបាទគឺលោកថារិតនៅកំពង់ឆ្នាំងជំរាបសួរលោកថារិតអូទូរស័ព្ទហើយជាដាច់ហើយសាក់ការីបាទអធិស្ឋានហើយជាទូរស័ព្ទមានបញ្ហាបាទអញ្ចឹងតេតិនទៅនឹងក្រុងតាខ្មៅដែលពីមុនអាដាមនូសុខនជាអភិបាលក្រុងតាខ្មៅឥឡូវនេះគឺអាដាមបានឡើងជាអភិបាលរងខេត្តកណ្ដាលប៉ុន្តែដោយសារតែលោកកាន់កាប់នៅក្រុងតាខ្មៅគឺសូមអនុញ្ញាតប្រជាពលរដ្ឋលោកចង់ឲ្យមានការរៀបចំកន្លែងស្ទឹងព្រែកថ្នោតបាទស្ទឹងព្រែកថ្នោតពីព្រោះពេលខ្លះទៅមានការបោះចោលកាកសំណល់ហើយទឹកកខ្វក់ហើយនឹងការតបណ្ដាញលូកំពង់តូចដាក់ពីលើមាត់ហ្នឹងចុះមកក្រោមមើលទៅដូចជាមិនសូវល្អមើលអញ្ចឹងរៀបចំកន្លែងហ្នឹងឲ្យបានស្អាតនេះជាការលើកឡើងបងប្អូនប្រជាពលរដ្ឋឥឡូវជួបជាមួយលោកថារិតបន្តទៀតជំរាបសួរលោកថារិតបាទជំរាបសួរបាទលោកថារិតមានព័ត៌មានអ្វីរាយការណ៍ពីកំពង់ឆ្នាំងបាទមានរឿងនេះដែរបាទគឺប្តីប្រពន្ធពីរនាក់បានបាត់កូនជិត4ឆ្នាំហើយបានរកឃើញឆ្អឹងនិងខោនៅក្នុងប្រាក់មួយបាទ4ឆ្នាំហើយទើបរកឃើញឆ្អឹងនិងសម្លៀកបំពាក់ខោអាវណាសូមអញ្ជើញលំអិតបាទលោកតារិតសូមអញ្ជើញបាទមានតែអ្នកខាងលើមួយតាមការឡើងនៅមុខវត្តស្រីថ្មបាទគណៈទីដែលកម្មករមួយក្រុមកំពុងស្ដារត្រាស់បានប្រសិទ្ធភាពចឹងលើមនុស្សទាំងនោះដុំនៅក្នុងខោជាងវែងមួយដែលមានជាប់តែប្រវត្តិយ៉ាងនេះបាទតែនេះបានតែឡើងនៅវេលាម៉ោង5ល្ងាចថ្ងៃទី1កញ្ញានៅត្រាស់មុខវត្តស្ដីថ្មតែស្ថិតក្នុងភូមិទៀងប្រាក់សង្កាត់ព្រៃក្រុងកំពង់ឆ្នាំង
បាទ ហើយនៅទឹកថ្ងៃទី2កញ្ញានេះដែរគឺឪពុកម្ដាយរបស់គាត់បានចំណាំតោនឹងតែប្រវត្តិរបស់កូនហើយអាងខាងទៅគាត់នេះគឺទឹកជាកូនប្រុសរបស់គាត់ដែលបានបាត់ខ្លួននៅទឹក4ឆ្នាំកន្លងមកបាទគាត់នៅចាំណាគាត់បានរត់ដល់រត់បីថ្ងៃជួលហើយស្ដាយប្រាក់ទៅមួយនៅវត្តក្នុងតម្លៃ80,000រៀលបាននិយាយដល់ថាពួកគេមានគ្នាប្រមុខទៅប្រពន្ធបាទខ្ញុំនិយាយស្ដាប់ណាតែនេះរយៈពេល7ថ្ងៃមកហើយនៅល្ងាចថ្ងៃទី1ខែកញ្ញាពួកគេបានប្រទះឃើញថាកាទីពណ៌ទឹកពេជ្រមួយដែលមានជាប់ខ្សែក្រវ៉ាត់នៅក្នុងចង្កេះហើយក្នុងកោនោះផងគឺមានឃើញអង្គភ្លឺមនុស្សទាំងនោះនៅនៅនៅកណ្ដាលគាត់ពួកគេក៏បានប្រងយកមកលើទូហើយក៏មានការផ្ញើនៅក្នុងភូមិឡើងបាទនៅព្រឹកថ្ងៃ2កញ្ញាស្ត្រីឈ្មោះពីងគុនយាងអាយុ53ឆ្នាំនិងស្ដីឈ្មោះកូឡាជាមន្ត្រីមន្ត្រីកសិកម្មខេត្តទូលើកខ្ញុំពីទាំងប្រាក់បានលីនៅស្រុកវិញប្រាប់ក៏ខ្ញុំព្រៀនមកលើហើយពួកគាត់ក៏បានឃើញចំនឹងដំណាំខោនឹងតែថាទូថាជាកូនរបស់គាត់បាទហើយកូនរបស់គាត់ដែលបាត់ខ្លួននោះគឺឈ្មោះតែងទៅជាតិអាយុ23ឆ្នាំដែលមានរបបជាកម្មករសំណាងហើយបានបាត់ខ្លួនក្រោយពីគេចេញទៅលេងរាំវង់នៅក្នុងភូមិក្នុងទីជាពាក្យកូនអ្នកស្រុកហើយមានរឿងរ៉ាវចំនួនហើយក្នុងតែនេះគឺនឹងផ្ទះហើយក៏បាត់ខ្លួនរហូតដល់បាទបាទចឹងអរគុណណាលោកតារិតបាទជំរាបលាលោកបាទចំពោះសេចក្តីរាយការណ៍អំពីករណីឃើញខោអាវហើយនឹងឆ្អឹងភ្លៅនៅក្នុងស្រះមួយក្នុងពេលដែលបងប្អូនលោកស្ដារស្រះបាទហើយពេលវេលាក៏បានដល់ទីបញ្ចប់ទៅហើយប៉ុន្តែមុនបញ្ចប់សូមបើកវងកញ្ចក់ខ្លីមួយឲ្យចាំបិទវិញគឺសំណុំពរពីបងប្អូនប្រជាពលរដ្ឋនៅខេត្តព្រៃវែងជាពិសេសនៅទីរួមខេត្តតែម្ដងគឺស្នើសុំឲ្យអាជ្ញាធរដែលគ្រប់គ្រងផ្នែកអគ្គិសនីជួយមើលភ្លើងនៅក្រុងព្រៃវែងនឹងផងឧស្សាហ៍ដាច់ក្នុងមួយថ្ងៃហ្នឹង2-3ដងមួយផ្លែដាច់មួយផ្លែដាច់ហើយការដាច់ហ្នឹងវានាំឲ្យអាកុងទ័រហ្នឹងពេលបើកឡើងវិញមកវាឡើងទៅវាស៊ីគីឡូរបស់បងប្អូនណាបងប្អូនលោកថាអញ្ចឹងប៉ុន្តែរឿងតម្លៃថ្លៃថ្នូរភ្លើងអីអត់បញ្ហាចោតទេល្មមសមរម្យហើយប៉ុន្តែរឿងដាច់ភ្លើងដែលនាំឲ្យកុងទ័រវាឡើងបាទអញ្ចឹងជួយមើលបងណាអរគុណច្រើនអញ្ចឹងសូមអនុញ្ញាតតែប៉ុណ្្នឹងទេលោកមីរធីកញ្ញាសិលានឹងចូលមកបំពេអារម្មណ៍នេះមិនពេអារម្មណ៍អ្នកបំរៀងបាទដល់ជួនព័ត៌មានប៉ុន្តែលោករិទ្ធីក៏ផ្លែងអញ្ចឹងទៅដូចបំពេអារម្មណ៍ដែរបាទអញ្ចឹងសូមជួបលោករិទ្ធីហើយនិងកញ្ញាសិលាបន្តិចទៀតបាទនៅពេលនេះខ្ញុំបាទទូចសុខាខ្ញុំបាទជុនមត្រាសូមអរគុណសូមគោរពលាស្អែកជួបគ្នាចាប់ពីម៉ោង6ព្រឹកតទៅបាទ